ដើមកំណើតរស្មី6ពណ៌ពណ៌ខៀវកាលឆ្កៀលព្រះនេត្រាឲ្យអិនព្រាមណាកាលជាស្ដេចនាមស្រីភារាចង់សំរេចឲ្យបានសារពេចសង្ស្ដាចាពណ៌លឿងកាលអាសាច់ធ្វើមាសបិទលុនអង្គប្រាំងពុតបដិមាព្រះអិនជាជាងឆ្នៃរចនាថ្វាយពោសាធុកាពេញផែនដីក្រហមជាពណ៌ឈាមបេះដូងឆ្កៀលពីដើមទ្រូងដោយគ្មានក្មៃបិទពើពួខំព្រះចានេះគង់រួជីវេជាស្បើយទៅពណ៌សឲ្យទៀនដំរៃសមង្គលបវមាសឆ្អិនឆ្អៅត្រូវរៀបន់ដេញមិនឲ្យនៅព្រមទាំងកូនចៅភរិយាណាហងស្បាតលោហិតសាច់មាំងសាំងអាសាច់ខ្លួនតាំងដូមេដាកាលយ៉ាងវាចាប់បរិភោគក្រាជីវិតនេតារួវឹងក្មៃភ្លេចពុនរេកាលជាទុនសាយឲ្យទៀនពុំស្ដាយជីវិតអីលូនចូលភ្នួភ្លើងពុំថាអ្វីឲ្យជាចំណៃអនព្រាមណាកាលដែលបានត្រាស់ជាព្រះពុទ្ធជាមកុដត្រៃភពក្នុងលោកាពណ៌ទាំង6នេះសោតណាคล้ายมองកើតជាឈពនរង្សីពេលនេះក្នុងលោកគេសន្មត់យកពណ៌និងកត់ជាសាច់ក្តីហើយទងសាសនាព្រះចិនស្រីពីពេញផែនដីផ្ទៃពោធិធាយើងខ្ញុំរាល់គ្នាសូមគោរពវន្តាចំភពទងសាសនាសូមមានមង្គលឈ្នះមេរាសន្ត្រូវនានាក្នុងភព3សូមឲ្យយើងខ្ញុំប្រញាប់ដល់ដើរកាត់តាមផ្លូវទៅបូរីជាស្ថានបរមសុខសួស្តីដោយព្រះបារមីនិព្វាននងដើមកំណើតរស្មី6ពណ៌ពណ៌ខៀវកាលឆ្កៀលព្រះនេត្រាឲ្យអិនព្រាមណាកាលជាស្ដេចនាមស្រីភារាចង់សំរេចឲ្យបានសារពេចសង្ស្ដាចាពណ៌លឿងកាលអាសាច់ធ្វើមាសបិទលុន